រឿងពិតមួយដែលល្បីខ្លាំងនៅក្នុងខេត្តកំពង់ចាមតាមបណ្ដោយផ្លូវជាតិលេខ5មានផ្លូវកោងមួយកន្លែងដែលល្បីថាមានខ្មោចលងអ្នកស្រុកតែងតែនិយាយគ្នាអំពីវិញ្ញាណបុរសម្នាក់ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទីនោះកាលពីប៉ុន្មានឆ្នាំមុនគេនិយាយថាគាត់ស្លាប់ទាំងវ័យក្មេងក្នុងគ្រោះថ្នាក់ម៉ូតូដ៏រន្ធត់ហើយវិញ្ញាណគាត់នៅតែសត្វអណ្ដែតនៅទីនោះមិនបានទៅណាឆ្ងាយឡើយរាត្រីមួយនោះមានយុវជន2នាក់ឈ្មោះសុកនិងផលបានជិះម៉ូតូកាត់ផ្លូវកោងនោះនៅពេលយប់ជ្រៅខ្យល់បក់រវិចធ្វើឲ្យស្លឹកឈើតាមដងផ្លូវរេរាំដូចជាដៃខ្មោចសុកដែលជាអ្នកបើកបរមានអារម្មណ៍ព្រឺព្រួចបន្តិចប៉ុន្តែគេព្យាយាមមិនគិតច្រើនចំណែកផលដែលអង្គុយពីក្រោយក៏មានអារម្មណ៍មិនស្រួលហាក់ដូចជាមានក្រសែភ្នែកនរណាម្នាក់កំពុងសម្លឹងមើលពួកគេពេលពួកគេបត់ដល់ផ្លូវកោងស្រាប់តែមានខ្យល់បក់ខ្លាំងមួយរំពេចធ្វើឲ្យម៉ូតូសត្វរេចុះរេឡើងសុកខំប្រឹងគ្រប់គ្រងចង្កូតយ៉ាងណាក៏មិនបានភ្លាមនោះពួកគេបានឃើញស្រមោលខ្មៅមួយរំពេចឆ្លងកាត់ពីមុខពួកគេសុកស្រែកឡើងដោយភាពភ័យខ្លាចហើយក៏បាត់បង់ការគ្រប់គ្រងម៉ូតូបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់យ៉ាងខ្លាំងផលសន្លប់បាត់ស្មារតីមួយសន្ទុះពេលដឹងខ្លួនវិញគេឃើញសុកដេកស្ងៀមនៅក្បែរនោះដោយមានឈាមហូរចេញពីក្បាលផលប្រញាប់ស្ទុះទៅមើលប៉ុន្តែសុកលែងដកដង្ហើមហើយផលស្រែកយំយ៉ាងខ្លាំងក្នុងភាពភ័យខ្លាចនិងខ្ទុកក្ដួលភ្លាមនោះផលបានឮសំឡេងខ្សោនៅក្បែរត្រចៀកគេសំឡេងនោះតិចតែច្បាស់ឮថាកុំទៅណានៅទីនេះជាមួយខ្ញុំផលងាកមើលជុំវិញខ្លួនប៉ុន្តែមិនឃើញនរណាម្នាក់ឡើយភាពភ័យខ្លាចកាន់តែខ្លាំងឡើងរហូតដល់សក់ក្បាលរបស់គេព្រឺសម្បូរផលប្រឹងក្រោកឈរទាំងញ័រខ្លួនហើយរត់ចេញពីទីនោះឲ្យអស់ពីកម្លាំងដោយមិនខ្វល់ពីអ្វីទាំងអស់គេរត់បន្តរហូតដល់បានជួបអ្នកភូមិដែលធ្វើដំណើរតាមផ្លូវនៅពេលព្រឹកព្រលឹមពេលប្រាប់រឿងរ៉ាវដែលគេបានជួបអ្នកភូមិទាំងអស់គ្នាមានការភ្ញាក់ផ្អើលហើយពួកគេបាននាំគ្នាទៅកន្លែងកើតហេតុនៅទីនោះពួកគេបានឃើញសាកសពរបស់សុកនិងម៉ូតូដែលរងការខូចខាតយ៉ាងដំណំអ្វីដែលគួរឲ្យព្រឺព្រួចជាងនេះទៅទៀតគឺអ្នកភូមិខ្លះបានអះអាងថាពួកគេធ្លាប់បានឮសំឡេងខ្សាបដូចដែលផលបានឮនៅពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ផ្លូវកោងនោះនៅពេលយប់ចាប់តាំងពីពេលនោះមកអ្នកស្រុកតែងតែប្រុងប្រយ័ត្នជាខ្លាំងនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវកោងនោះនៅពេលយប់ពួកគេជឿថាវិញ្ញាណរបស់បុរសដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅតែសត្វអណ្ដែតនៅទីនោះដោយសារតែចិត្តដែលនៅមិនទាន់អស់អាល័យនិងភាពឈឺចាប់នៃការស្លាប់ភ្លាមខ្លះទៀតនិយាយថាវិញ្ញាណនោះចង់រកនរណាម្នាក់មកនៅជាមិត្តដើម្បីកុំឲ្យគេឯកោក្នុងភាពងឹតដ៏យូរអង្វែងរឿងរ៉ាវនេះបានបន្តរហូតមកដល់សព្វថ្ងៃហើយផ្លូវកោងនោះនៅតែជាកន្លែងដែលគេខ្លាចចោអានិងជៀសវាងនៅពេលយប់ងឹតសូនអាសងសំឡេងខ្សោយដែលបន្លឺឡើងក្នុងខ្យល់ពេលយប់ហាក់ដូចជាការដាស់តឿនដល់អ្នកធ្វើដំណើរគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលាហើយពេលខ្លះវាអាចបន្សល់ទុកនៅវិញ្ញាណដែលនៅរសាត់អណ្ដែតជារៀងរហូត